អស់ជាច្រើនទសវត្សរ៍មកហើយដែលយើងបានទាញប្រយោជន៍ពីដីរបស់យើងពីរដូវកាលមួយទៅរដូវកាលមួយយើងតែងតែប្រមូលផលដែលផ្ដល់ដោយដីប៉ុន្តែយើងកម្រនឹងគិតគូរដល់សុខភាពរបស់ដីណាស់បច្ចុប្បន្នកសិករកំពុងជួបបញ្ហាដូចគ្នានោះគឺការបាត់បង់ដីមានជីវជាតិដីរឹងបាត់បង់សារធាតុចិញ្ចឹមការកើនឡើងកត្តាចង្រៃផ្សេងៗដូចជាស្មៅចង្រៃសត្វល្អិតនិងជំងឺមិនតែប៉ុណ្ណោះកសិករតម្រូវបន្ថែមធាតុចូលកសិកម្មជាច្រើនដែលមានតម្លៃថ្លៃយើងជ្រោតហើយមានតែកច្រាំងទេជួនកាលអ្នកចាំទាគាត់ដុតកច្រាំងទៀតអញ្ចឹងធ្វើឲ្យដីនឹងព្រះកាហាយស្ងួតចាអត់មានសំណើមទេចាដល់អញ្ចឹងបាត់បង់ជីសង្ស័កល្អិតនៅក្នុងហ្នឹងក៏វាអត់មានពីដើមខ្ញុំថាស្រែហ្នឹងវាដាក់ទីកើនកាន់តែល្អប៉ុន្តែដល់ពេលយូរទៅដីកាន់តែហឹរទៅស្អីបើនិយាយទៅធ្វើស្រែនេះតាមពីយូរយារណាមកហើយការដែលចាប់ផ្ដើមធ្វើស្រូវខ្លីនេះគឺប្រហែលរយៈពេល5ឆ្នាំបាទឆ្នាំទី1ទី2ហ្នឹងគឺយើងក៏កើនផលស្រូវខ្លីហ្នឹងបានទិន្នផលក្នុងមួយកន្លះហត្តានេះបាន2តោនជាងទីឆ្នាំក្រោយមកធ្លាក់ទិន្នផលដោយសារអីដោយសារដីរបស់យើងវាទៅជាក្តាំងហើយដល់ពេលយើងភ្ជួរទៅបាតខាងក្រោមហ្នឹងវាជ្រេះព្រោះដីយើងហ្នឹងហឹរមានជីជាតិមានវិធីសាស្ត្រដែលប្រសើរនិងមានដំណើរស្របតាមធម្មជាតិដែលត្រូវបានគេស្គាល់ថាការដាំដំណាំគម្របដីវាជាការដាំដុះប្រភេទរុក្ខជាតិដែលជំនួយដល់ដីអំឡុងពេលដីទំនេរដើម្បីទប់ស្កាត់ការបាត់បង់សារធាតុចិញ្ចឹមបង្កើនសារធាតុចិញ្ចឹមនិងរក្សាជីវៈចម្រុះអញ្ចឹងមានអង្គការចុះមកគាត់ផ្សព្វផ្សាយពីរឿងដំណាំគម្របដីនឹងប្រើជីអស់តិចបានទិន្នផលខ្ពស់ដីធូរកើតអាចលេនអីចឹងណាគ្រូក៏ខ្ញុំនាំគ្នាព្រោះរហូតដល់លេខក្បាលគេប្រាប់យើងថាទុកអត់ផ្កាដូចជា60ថ្ងៃអញ្ចឹងចាំជួលលុបបុកការបានវាមានប្រសិទ្ធភាពអញ្ចឹងគ្រូព្រោះក្មេងពេកវាខ្លីពេកអញ្ចឹងទៅវាអត់សូវបានដីធូរអត់សូវសបូជីទេនិយាយរួមថាអត់សូវសបូជីបងអញ្ចឹងគាត់ថាឲ្យទុកឲ្យមានផ្កានេះទៅចាំជួលលុបអញ្ចឹងដីធូរមែនគ្រូខ្ញុំតាមរយៈអង្គការដែរទេចាពីមុនមកខ្ញុំអត់ដឹងទេក៏ខ្ញុំអនុវត្តរហូតមកអញ្ចឹងទៅគ្រូខ្ញុំសម្រេចចិត្តប្រើដំណាំគម្របដីនេះដោយសារតែខ្ញុំប្រើស្រូវសេរីរៀងអញ្ចឹងគេតម្រូវឲ្យប្រើជីណាដែលអត់មានប៉ះពាល់ដល់សុខភាពអញ្ចឹងខ្ញុំសម្រេចចិត្តថាយកអាជីនេះដើម្បីមកកែប្រែដីរុក្ខជាតិគម្របដីស្រូបយកអាសូតពីបរិយាកាសនិងសន្សំក្នុងដើមនិងឫសរបស់វានៅពេលពួកវាត្រូវបានព្យួរកប់ចូលក្នុងដីវាคล้ายជាជីធម្មជាតិដែលជាអាហារមានគុណភាពខ្ពស់បំផុតសម្រាប់ដំណាំស្រូវនៅរដូវកាលបន្ទាប់ដីខ្ញុំកន្លះហាត់នេះពីមុនគឺខ្ញុំប្រើគីមីដល់ទៅ 3B ដល់ពេលប្រើដំណាំគម្របដីនេះគឺយើងកាត់បន្ថយគីមីបានច្រើនយើងប្រើតែកន្លះ B ទេគឺស្រូវល្អហើយបានទិន្នផលខ្ពស់ដល់ពេលខ្ញុំប្រើជីនេះមកឃើញថាស្រូវហ្នឹងវាមានសភាពល្អជាងមុនទាំងដើមស្លឹកទាំងផ្លែពីយើងអត់ទាន់ប្រើគម្របដីទិន្នផលទៀតធ្លាប់បានតែ 6B មកប្រើអាហ្នឹងទៅយើងធ្វើមួយឆ្នាំ2ឆ្នាំក៏ដីហ្នឹងនៅតែទិន្នផលខ្ពស់ដែរចាអញ្ចឹងវាបានដល់ 9B លោកគ្រូមហាត់ពេទ្យ7A នេះបានតែ 10B ទៅដល់ 12B ដល់ពេលខ្ញុំប្រើរយៈពេលឆ្នាំទី2ឃើញថាទិន្នផលឡើងបាន 18B តាមរយៈលទ្ធផលស្រាវជ្រាវនៃគម្រោង ICAT លើកសិករអនុវត្តដំណាំគម្របដីក្នុងខេត្តបាត់ដំបងកំពង់ធំនិងព្រះវិហារបានបង្ហាញឲ្យឃើញថាទិន្នផលស្រូវបានកើនឡើងជាមធ្យមពី800គីឡូទៅ1តោនក្នុង1ហិកតាផលចំណេញជាមធ្យមបានកើនឡើងពី8ទៅ 10% ដោយគិតជាទឹកប្រាក់ប្រមាណ$200ក្នុង1ហិកតាក្នុងនោះកសិករកាត់បន្ថយការចំណាយលើការប្រើប្រាស់ធាតុចូលកសិកម្មពី25ទៅ 30% ដោយគិតជាទឹកប្រាក់ប្រមាណ$40ក្នុង1ហិកតាបំណងរបស់ខ្ញុំនឹងធ្វើគម្របដីនឹងមិនមែនត្រឹមតែទិន្នផលខ្ពស់ទេគ្រូធ្វើឲ្យដីធូរកុំឲ្យដីបាត់ជីជាតិហ្មងយើងមិនបានដាក់ឆ្នាំហ្នឹងក៏វានៅតែដីហ្នឹងគឺថេចាំហ្មងគ្រូតាមយោបល់របស់ខ្ញុំមិនមែនថាធ្វើឲ្យដើម្បីយកទៅទិន្នផលទេដើម្បីកែដីនេះកុំឲ្យយើងប្រើប្រាស់ជីច្រើនពេក
និរន្តរភាពនៃភាពជោគជ័យនៅក្នុងវិស័យកសិកម្មមិនអាស្រ័យលើធាតុចូលកសិកម្មតែមួយមុខនោះទេប៉ុន្តែវាដោះចេញពីការចូលរួមថែរក្សាធនធានមានស្រាប់របស់ដីបរិស្ថាននិងជីវៈចម្រុះដំណាំគម្របដីជួយឲ្យដីប្រសើរទិន្នផលខ្ពស់អនាគតរុងរឿងសម្រាប់កសិករយើង